ថ្ងៃនេះនឹងមកបើកការដែរអ្នកនរគ្នាសូមតើឲ្យអ្នកទាំងអស់គ្នាចាំយូរអ្នកនរគ្នាតែចាំយូរលើកនេះខ្ញុំនឹងបើកការថ្មីហ្មងសម្រាប់អ្នកទាំងអស់គ្នាបកកេះការថ្មីដែលមិត្តភក្តិខ្ញុំទិញឲ្យខ្ញុំហ្មងអ្នកទាំងអស់គ្នាហើយពណ៌ទឹកមាសទៀតស្អាតខ្លាំងណាស់ចង់ដឹងថាតើចូលឆ្នាំថ្មីហើយអ្នកទាំងអស់គ្នានឹងមានរឿងអីកើតឡើង Oh my god ខ្ញុំសង្ឃឹមថាមានរឿងល្អៗចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាហ្មងហើយក៏សូមតឲ្យអ្នកទាំងអស់គ្នាចាំយូរមែនទែន3ថ្ងៃ Oh my god អ្នកទាំងអស់គ្នា Nine of Cups ហ្នឹងតាក់ទងជាមួយនឹងយើង healing មានន័យថាអារម្មណ៍យើងរៀងធូរស្បើយជាងមុនហើយតាក់ទងជាមួយនឹងសុខភាពហើយជំងឺអីផ្សេងៗចឹងអ្នកទាំងអស់គ្នាហើយបើតាក់ទងមួយទៀតហ្មងគឺតម្រូវការផលអ្នកទាំងអស់គ្នាការបងប្រាថ្នាឬក៏តាក់ទងជាមួយនឹងសេចក្តីសម្រេចចិត្តផលអ្នកទាំងអស់គ្នាអីហ្នឹងណាហើយតាក់ទងជាមួយជំរឿក្នុងការសម្រេចចិត្តអីហ្នឹងគឺបានមកក្នុងផលគេហៅក្នុងផ្លូវវិជ្ជមានហ្មងអ្នកទាំងអស់គ្នាអញ្ចឹងក្រោយចូលឆ្នាំថ្មីហើយហ្នឹងអ្នកទាំងអស់គ្នាជួបរឿងល្អៗខ្លាំងមែនតើហ្មងអ្នកទាំងអស់គ្នាគឺល្អខ្លាំងណាស់ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួបរឿងល្អអញ្ចឹងមែនតើណាទទួលយករឿងល្អៗក្នុងជីវិតហើយគិតបែបវិជ្ជមានផងហើយអ្នកទាំងអស់គ្នាហើយចុងឆ្នាំខ្មែរហើយទៀតនេះអ្នកទាំងអស់គ្នានឹងមានរឿងអីទៀតអូតាក់ទងជាមួយនឹង Eight of Swords តែ Eight of Swords បច្រាឲ្យអ្នកទាំងអស់គ្នា Eight of Swords នឹងតាក់ទងជាមួយនឹងដាវអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងភាពឈឺចាប់ដោយសារយើងបានបច្រាអញ្ចឹងភាពឈឺចាប់អ្នកទាំងអស់គ្នានឹងរសាយបន្តិចម្ដងវាតាក់ទងជាមួយនឹង Nine of Cups កាត់មុននឹងដែរថាភាពឈឺចាប់ផងអ្នកទាំងអស់គ្នាតិចទៀតនឹងត្រូវរលាយបន្តិចម្ដងតាក់ទងជាមួយនឹងផ្លូវចិត្តនិងផ្លូវអារម្មណ៍ប៉ុន្តែគេទាមទារឲ្យអ្នកទាំងអស់គ្នានឹងហ៊ានធ្វើចិត្តវិជ្ជមានហើយស្រឡាញ់ខ្លួនឯងឲ្យបានច្រើនទៀតហើយអ្នកទាំងអស់គ្នាព្រោះទៅពេលអ្នកទាំងអស់គ្នាគិតពីគេពេកអ្នកទាំងអស់គ្នាបានខ្វល់ពីចិត្តខ្លួនឯងហើយអញ្ចឹងទៅធ្វើឲ្យដូចថាអារម្មណ៍យើងហៅថា truth and justice មានន័យថារឿងដែលអ្នកទាំងអស់គ្នាធ្លាប់ធ្វើកន្លងមកដែលគេបានមើលឃើញអ្នកទាំងអស់គ្នាតិចទៀតគេនឹងមើលឃើញថាអ្នកទាំងអស់គ្នាគឺជាមនុស្សដែលល្អមែនដែលធ្លាប់មានគេបង្កាច់បង្ខំអ្នកទាំងអស់គ្នាកន្លងមកអីអញ្ចឹងណាគេចង់ថាធម្មតាអំពើល្អគឺតែងតែឈ្នះអំពើអាក្រក់ឲ្យអ្នកទាំងអស់គ្នាអញ្ចឹងគេចង់ថាអ្នកទាំងអស់គ្នាកុំទៅខ្វល់ពីការគិតផលអ្នកដទៃខ្លាំងពេកព្រោះតិចទៀតទៅគេនឹងឃើញពីទង្វើល្អរបស់យើងហើយអញ្ចឹងយើងធ្វើទង្វើល្អដោយសារតែយើងជាមនុស្សដែលចូលចិត្តសាងអំពើល្អជួយអ្នកដទៃយើងមិនមែនធ្វើអំពើល្អដើម្បីចង់ឲ្យគេមើលឃើញយើងហើយយើងចង់ឲ្យគេតបស្នងយើងអ្នកទាំងអស់គ្នាអញ្ចឹងយើងធ្វើដោយចេញពីចិត្តយើងអញ្ចឹងយើង100%គឺត្រូវតែជួបរឿងល្អៗក្នុងជីវិតយើងទោះមិនមែនអ្នកដែលយើងជួយហ្នឹងគេមកជួយយើងវិញតែយើងនឹងជួបមនុស្សល្អៗក្នុងជីវិតដោយគេមិនបាច់ជួយយើងទេប៉ុន្តែគេក៏មិនមានបំណងអាក្រក់លើយើងអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងគេថាអ្នកទាំងអស់គ្នានឹងជួបក្រោយពីអារម្មណ៍ដែលពិបាកចិត្តកន្លងមកហ្នឹងអ្នកទាំងអស់គ្នានឹងលេងមានអារម្មណ៍ថាតឹងទ្រូងទៀតហើយវាថាវាមិនដាច់ពិតទេប៉ុន្តែអ្នកទាំងអស់គ្នាក៏មិនមែនថាខ្លួនឯងនឹងត្រូវក្រំទ្រូងឬក៏នៅបៀមទុកអញ្ចឹងទៀតអីអញ្ចឹងណាតែនឹងមានរឿងអីគេទៀតឈប់អូអ្នកទាំងអស់គ្នា Ten of Wands អ្នកទាំងអស់គ្នាខ្ញុំធ្លាប់និយាយតាក់ទងជាមួយនឹង Wand ហើយអញ្ចឹងមានន័យថាអាហ្នឹងរបៀបដូចថាយើងត្រូវដើម្បីឲ្យផ្លូវចិត្តយើងប្រសើរជាងមុនអញ្ចឹងគេអត់ចង់ឲ្យយើង stuck នៅតែក្នុងផ្ទះពេកគាត់អត់ចេញគេឲ្យយើងនឹងតម្លាក់អស់នឹងចោលយើងនិយាយថាសម្រាប់10នាទី20នាទីឬក៏មានពេលសុំការសម្រាប់ច្បាប់ពីការងារមួយថ្ងៃពីរថ្ងៃដើម្បីយើងទៅស្រុកខ្យល់បរិសុទ្ធទៅកន្លែងសមុទ្រឬក៏ទៅព្រៃភ្នំឬក៏យើងកេងលេងនៅផ្ទះដោយយើងមិនចាំបាច់ថាយើងខ្វល់ពីការងារនោះទៀតទេគេឲ្យយើងសម្រាប់សិនដើម្បីឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាអូយខ្ញុំធូរស្បើយជាងមុនហើយអញ្ចឹងស្រាប់តែពេលអ្នកទាំងអស់គ្នាសម្រាប់រឿងអស់នឹងហើយអ្នកទាំងអស់គ្នាចូលមកធ្វើការវិញឬក៏ធ្វើអាជីវកម្មវិញអ្នកទាំងអស់គ្នាមានកម្លាំងចិត្តហើយគូក្បាលអ្នកទាំងអស់គ្នារៀងដើរលឿន process ខ្លាំងជាងមុនអីអញ្ចឹងអ្នកទាំងអស់គ្នាល្អខ្លាំងមែនតើអ្នកទាំងអស់គ្នាហើយគេឲ្យអ្នកទាំងអស់គ្នាហ្នឹងនេះរៀងថែទាំសុខភាពផ្លូវចិត្តឲ្យច្រើននេះទៅកាត់ក្នុងឆ្នាំថ្មីនេះឲ្យអ្នកទាំងអស់គ្នាមើលថែសុខភាពផ្លូវចិត្តខ្លួនឯងបានច្រើននៅពេលដែលសុខភាពផ្លូវចិត្តអ្នកទាំងអស់គ្នាកាន់តែល្អប្រសើរជំងឺផ្សេងៗក៏អត់ងាយចូលមកក្នុងអ្នកទាំងអស់គ្នាដែរដោយសារតែយើងអត់សូវខ្វល់ខ្វាយច្រើនអញ្ចឹងយើងអត់មានពេលអីត្រូវឈឺអីផ្សេងទេដោយសារអ្នកទាំងអស់គ្នាស្រឡាញ់ខ្លួនឯងអ្នកទាំងអស់គ្នាញ៉ាំរបស់ល្អហាត់ប្រាណថែរក្សាសុខភាពឲ្យផ្លូវចិត្តយើងល្អហេតុអីយើងត្រូវមានជំងឺអញ្ចឹងត្រូវអ្នកទាំងអស់គ្នារបៀបអញ្ចឹងណាយើងគិតបែបវិជ្ជមានណាហើយតើកាត់ចុងក្រោយមានរឿងអីទៀតបានPage of Pentacle អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នា Page of Pentacle តាក់ទងជាមួយនឹងអីដែលអ្នកទាំងអស់គ្នាធ្លាប់គិតប៉ងយូរហើយវានឹងសម្រេចអ្នកទាំងអស់គ្នាកុំបោះបង់វានឹងសម្រេចប៉ុន្តែអ្នកទាំងអស់គ្នាកុំដាក់សម្ពាធលើខ្លួនឯងពេកអ្នកទាំងអស់គ្នាធ្វើឲ្យធូរស្រាលចិត្តទៅព្រោះថារឿងមួយវានឹងដោះស្រាយគ្រាន់តែវាយូរនឹងឆាប់ប៉ុន្តែយើងកុំបង្ខំវាពេកទៅធ្វើឲ្យយើងមានសម្ពាធនៅក្នុងផ្លូវចិត្តអ្នកទាំងអស់គ្នាតែថាអ្នកទាំងអស់គ្នាជាមនុស្សម្នាក់ដែលស្មោះត្រង់អត់មានពុតជាមួយអ្នកដទៃអញ្ចឹងមនុស្សដែលអ្នកទាំងអស់គ្នាកំពុងតែមើលចិត្តឬក៏ខ្សែគប់អីហ្នឹងគឺជាមនុស្សដែលស្មោះត្រង់មួយអ្នកទាំងអស់គ្នាដូចគ្នាហើយគេគិតតែរឿងល្អៗមកលើអ្នកទាំងអស់គ្នាឯងតាក់ទងជាមួយនឹង friendship ហើយហ្នឹងគេហៅ reconciliation ន័យថាយើងធ្លាប់មានទំចំនួនឬក៏អីជាមួយនឹងមិត្តភ័ក្តិឬក៏ដៃគូស្នេហាទំនាក់ទំនងអីតិចទៀតហ្នឹងយើងនឹងផ្សះផ្សាទំនាក់ទំនងនឹងឡើងវិញដោយសារម្នាក់គិត positive ហើយគេយល់ដឹងពីអ្នកទាំងអស់គ្នាច្រើនហើយអ្នកទាំងអស់គ្នាយល់ដឹងពីគេច្រើនដែរអញ្ចឹងណាអ្នកទាំងអស់គ្នា
card ngày ní là ó nè mình ngày ní thì cao chỗ sẵn mày hào nè tao đi đại ban mơ ở video nâng chẳng á chẳng card xong nhập angel cards ngày nắng cứ miền tập ban năng tệ cho tẹt tôngជាមួយនឹង oh my god I love this cosmic គេហៅ cosmic comfort អ្នកទាំងអស់គ្នាអាហ្នឹងតេតងជាមួយនឹងaffirmations and grounding meditation from the universe អ្នកទាំងអស់គ្នាអាហ្នឹងគឺសារពីចក្រវាឡដូចគ្នាដោយកាត់វាមានន័យល្អដូចគ្នានឹងកាត់ខ្ញុំធ្លាប់បើកឲ្យអ្នកទាំងអស់គ្នាប៉ុន្តែវាមានពាក្យខ្លះដែលធ្វើឲ្យយើងមានអារម្មណ៍ថាយកស្ដាប់ហើយយើងរៀងភ្ញាក់ខ្លួនឯងចឹងអ្នកទាំងអស់គ្នាពេលដែលខ្ញុំបើកកាត់នេះមានអារម្មណ៍ថា oh my god ខ្ញុំរៀងសប្បាយចិត្តជាងមុនទៀតចឹងហើយរបៀបចឹងហើយប៉ុន្តែវារៀងធំពេកវាឡើងធំជាងដៃខ្ញុំខ្ញុំនឹងសាប់មើលតើ the universe ចង់ផ្ញើសារឲ្យអ្នកទាំងអស់គ្នា support ecosystem គេថានឹងមកសម្រេចការនឹងឲ្យអ្នកទាំងអស់គ្នាមានន័យថាចេះគេថាដើមឈើគេឧទាហរណ៍ថាដើមឈើដោះមកមួយតែឯងហើយអីក៏វាអាចរស់នៅបានអញ្ចឹងអ្នកទាំងអស់គ្នាដោយសារអីដោយសារទោះมันមានការស្រោចដំណាំពីយើងក៏ដោយប៉ុន្តែអីដោយសារតែធម្មជាតិនឹងមានអីគេមានដូចជាទឹកភ្លៀងមានដូចជាព្រះអាទិត្យដែលជះពន្លឺដើម្បីឲ្យស្លឹកឈើនឹងលូតលាស់ធំជាងមុនហើយដើម្បីឲ្យវាឡើងខ្ពស់ឡើងអីអញ្ចឹងគឺមានទឹកភ្លៀងមានអីអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងដូចគ្នាគេថាអ្នកទាំងអស់គ្នាអាចរស់នៅដោយឯងបានទេព្រោះការរស់នៅរបស់យើងម្នាក់គឺត្រូវតែមានការជួយគ្នាទៅវិញទៅមកអ្នកទាំងអស់គ្នាហើយគេថាយើងត្រូវរៀនសិក្សាពីមនុស្សជុំវិញខ្លួនហើយមនុស្សជុំវិញខ្លួនក៏ត្រូវសិក្សាពីយើងដែរអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាកុំគិតថាខ្លួនឯងរស់នៅនឹងអត់មានពីណាគេស្រឡាញ់អត់មានពីណាគេចូលចិត្តដោយសារអ្នកទាំងអស់គ្នាមិនល្អគ្រប់គ្រាន់អត់ទេអ្នកទាំងអស់គ្នាមានចំណុចពិសេសរៀងខ្លួនដែលអ្នកទាំងអស់គ្នាបំពេញចន្លោះជីវិតឲ្យអ្នកផ្សេងដែលចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាហើយអ្នកផ្សេងហ្នឹងក៏គេជាមនុស្សដែលចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាបំពេញចន្លោះជីវិតឲ្យអ្នកទាំងអស់គ្នាដែរគ្រាន់តែថាពេលខ្លះវាមានតកតងជាមួយនឹងរឿងវិជ្ជមានហើយនឹងរឿងអវិជ្ជមានអញ្ចឹងអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាហើយនឹងសារពី universe ហ្នឹងគាត់ចង់ប្រាប់អ្នកទាំងអស់គ្នាថារឿងល្អនឹងកើតឡើងមកអ្នកទាំងអស់គ្នាលុះត្រាតែអ្នកទាំងអស់គ្នាគឺជាមនុស្សដែលស្រឡាញ់ធម្មជាតិដែលស្រឡាញ់មនុស្សជុំវិញខ្លួនដែលចេះជួយយកអាសាអ្នកដទៃដែលធ្វើតែអំពើល្អនឹងរស់នៅដោយសេចក្តីថ្លៃថ្នូរអីចឹងមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាអរគុណច្រើនបាយបាយ